អាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើទីក្រុងតេហេរ៉ង់របស់ប្រទេសអ៊ីរ៉ង់នៅល្ងាចថ្ងៃទី30ខែមីនា2026សារព័ត៌មានអន្តរជាតិនានាបានចុះផ្សាយព្រោងព្រាតអំពីបេសកកម្មរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងទីក្រុងតេហេរ៉ង់ដោយជាការដាក់សម្ពាធស្របពេលដែលលោកដូណាល់ត្រាំនាំអ៊ីរ៉ង់មកកាន់តុចរចាបង្ខំឲ្យអ៊ីរ៉ង់ទទួលយកនៅលក្ខខណ្ឌទាំង15ចំណុចសហរដ្ឋអាមេរិកបានបញ្ជាក់ថាអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់កាន់តែខ្លាំងក្លាបន្ថែមទៀតប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌទាំង15ចំណុចរបស់អាមេរិកទេនោះប្រធានាធិបតីអាមេរិកដូណាល់ត្រាំកាលពីថ្ងៃច័ន្ទបានគម្រាមបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ទូទាំងប្រទេសតែម្ដងដែលនឹងធ្វើឲ្យអ៊ីរ៉ង់ប្រឈមមុខនឹងការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនិងសង្គមដែលការបំផ្លាញរោងចក្រថាមពលអ៊ីរ៉ង់នេះអាចធ្វើឲ្យអ៊ីរ៉ង់ដាច់ចរន្តអគ្គិសនីទូទាំងប្រទេសកាលណាដាច់ចរន្តអគ្គិសនីដូច្នេះគឺនឹងប៉ះពាល់ខ្លាំងទៅលើសេដ្ឋកិច្ចសហរដ្ឋអាមេរិកគម្រាមនឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរបស់អ៊ីរ៉ង់ដែលមានដូចជារោងចក្រចម្រាញ់ទឹកប្រៃដើម្បីផ្គត់ផ្គង់ទឹកស្អាតផងដែរយោងតាមសារព័ត៌មាន AP ដែលចេញផ្សាយនៅថ្ងៃទី31ខែមីនាឆ្នាំ2026នេះជាការឆ្លើយតបវិញអ៊ីរ៉ង់បានវាយប្រហាររោងចក្រទឹកនិងអគ្គិសនីដ៏សំខាន់នៅក្នុងប្រទេសគុយវ៉ែតហើយរោងចក្រចម្រាញ់ប្រេងមួយនៅក្នុងប្រទេសអ៊ីស្រាអែលក៏ត្រូវបានវាយប្រហារដែរយន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាដឹកប្រេងរបស់ប្រទេសគុយវ៉ែតមួយគ្រឿងនៅក្នុងដែនទឹកទីក្រុងឌូបៃដែលបណ្ដាលឲ្យមានអគ្គិភ័យឆេះសន្ធោសន្ធៅអាជ្ញាធរកំពុងតែធ្វើការគ្រប់គ្រងដើម្បីពន្លត់ឲ្យបានជោគជ័យនៅថ្ងៃអង្គារនេះអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកចាប់ផ្ដើមវាយប្រហារថ្មីមួយលើអ៊ីរ៉ង់ខណៈដែលសង្គ្រាមនេះបានឆាបឆេះដោយគ្មានទីបញ្ចប់ការគម្រាមកំហែងថ្មីរបស់លោកត្រាំធ្វើឡើងក្នុងការបង្ហោះលើបណ្ដាញសង្គមចំណែកឯនេតានយ៉ាហ៊ូដែលជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញមកដល់ពេលនេះនេតានយ៉ាហ៊ូបាននិយាយថាលទ្ធផលដែលគេសម្រេចបាននៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់នេះគឺលើសពី50%ហើយដោយសារតែគេបានកំទេចឧស្សាហកម្មផលិតមីស៊ីលផលិតអាវុធក៏ដូចជាមេដឹកនាំនៃប្រទេសអ៊ីរ៉ង់អស់ជាច្រើនអ្នកចំណែកឯអ៊ីរ៉ង់វិញចាត់ទុកសំណើសន្តិភាពរបស់សហរដ្ឋអាមេរិកថាមានភាពមិនប្រកបនិយមអ៊ីរ៉ង់មិនទុកចិត្តអាមេរិកតាំងពីចរចាលើកទី1មកម្លេះដោយកំពុងតែចរចាសុកស្រាប់តែអាមេរិកជាមួយនឹងអ៊ីស្រាអែលបើកការវាយប្រហារស្ងាត់ដោយអ៊ីរ៉ង់មិនដឹងខ្លួនសម្រាប់មេដឹកនាំកំពូលអ៊ីរ៉ង់ក៏ដូចជាមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបដែលរឿងនេះធ្វើឲ្យអ៊ីរ៉ង់ហាក់បាត់ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកខ្លាំងតែម្ដងឥឡូវនេះអាមេរិកក៏បើកឲ្យអ៊ីរ៉ង់ទៅចរចាជាលើកទី2ទៀតប៉ុន្តែត្រូវបានអ៊ីរ៉ង់បដិសេធនៅថ្ងៃច័ន្ទនេះអ៊ីរ៉ង់បាននិយាយថាសំណើរបស់អាមេរិកក្នុងការបញ្ចប់សង្គ្រាមរយៈពេល1ខែនៅមជ្ឈិមបូព៌ាមិនមានភាពប្រកបនិយមនិងមិនសមហេតុផលនិងមានភាពហួសហេតុគណៈដែលខ្លួនបាញ់មីស៊ីលជាច្រើនទៀតទៅអ៊ីស្រាអែលការប្រយុទ្ធនេះបានរុញច្រានឲ្យតម្លៃប្រេងកើនឡើងកាន់តែខ្ពស់បន្ទាប់ពីក្រុមហ៊ូធីនៅយេម៉ែនក៏បានចូលរួមចំនួននេះផងដែរហើយក្រុមប្រដាប់អាវុធនៅប្រទេសអ៊ីរ៉ាក់ក៏បានបាញ់មីស៊ីលនិងដ្រូនចូលទៅតំបន់អារ៉ាប់ដែរពេលនេះធ្វើឲ្យសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងកំពុងតែឆាបឆេះនឹងរាលដាលកាន់តែខ្លាំងឥឡូវនេះប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចេញការព្រមានយ៉ាងតឹងរ៉ឹងមួយទៀតទៅដល់ប្រទេសអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រហ័រម៉ូសជាបន្ទាន់បើមិនដូច្នោះទេនឹងប្រឈមការវាយប្រហាររបស់អាមេរិកតែម្ដងលោកត្រាំបានសរសេរនៅក្នុងបណ្ដាញសង្គមថាបើសិនជាកិច្ចព្រមព្រៀងមិនអាចសម្រេចបានហើយច្រកសមុទ្រមិនត្រូវបានបើកភ្លាមទេនោះអាមេរិកនឹងបំផ្ទុះកំទេចចោលទាំងស្រុងនៅរោងចក្រអគ្គិសនីអណ្ដូងប្រេងនិងកោះខាចដែលជាកន្លែងស្តុកប្រេងរបស់អ៊ីរ៉ង់ចំនួនបានរីកធំឡើងដោយមានការចូលរួមពីក្រុមហ៊ូធីក្រុមហេសប៊ូឡាដែលបានបាញ់ដ្រូននិងរ៉ុកកែតលើអ៊ីស្រាអែលជាការឆ្លើយតបអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទីក្រុងតេហេរ៉ង់និងទីក្រុងបេរូតរបស់ប្រទេសលីបង់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថាអ៊ីរ៉ង់បានទទួលសារពីអាមេរិកតាមរយៈអ្នកសម្របសម្រួលប៉ុន្តែបានរិះគន់សំណើទាំងនោះដោយគេសង្កត់ធ្ងន់ថាជំហររបស់យើងគឺច្បាស់លាស់ណាស់យើងកំពុងរងការឈ្លានពានយោធាដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងគឺផ្ដោតលើការការពារខ្លួនលោកក៏បានបង្ហើបថាសភាអ៊ីរ៉ង់កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរផងដែរគូបញ្ជាក់ថាមន្ត្រីសន្តិសុខប៉ាគីស្ថានដែលកំពុងជួយសម្របសម្រួលបានអះអាងថាការចរចារវាងអាមេរិកនិងអ៊ីរ៉ង់ទំនងជាមិនអាចកើតមានឡើងក្នុងសប្តាហ៍នេះទេខណៈលោកដូណាល់ត្រាំកំពុងបញ្ជូនទ័ពអាមេរិកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ាចំពោះលោកដូណាល់ត្រាំវិញគឺមានក្តីរំពឹងខ្ពស់ថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បើទោះបីជាខាងភាគីអ៊ីរ៉ង់បដិសេធមិនចរចាជាមួយអាមេរិកក៏ដោយដូច្នេះត្រូវគេមើលឃើញថាលោកត្រាំ
បាទដូចជាប្រកាន់នៅចំហដដែលជាដដែលថាអ៊ីរ៉ង់កំពុងតែចោះចាញ់ហើយកំពុងតែចរចាជាមួយអាមេរិកខណៈដែលបាទអ៊ីរ៉ង់ខ្លួនឯងហ្នឹងក៏បដិសេធថាមិនបានចរចាជាមួយអាមេរិកទេដោយសំណើលក្ខខណ្ឌរបស់អាមេរិកនឹងមិនប្រកបនិយមបាទមិនទុកចិត្តលក្ខខណ្ឌមួយដែលជ្រុលហួសហេតុបាទដែលដាក់សម្ពាធទៅអ៊ីរ៉ង់ខ្លាំងពេកបាទអ៊ីរ៉ង់មិនអាចទទួលយកសំណើ15ចំណុចរបស់អាមេរិកបានទេប៉ុន្តែអាមេរិកនៅតែបញ្ជាក់ថាបាទអ៊ីរ៉ង់គឺកំពុងតែយល់ព្រមបាទទៅតាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកទៅវិញដែលនេះគឺជារឿងមួយផ្ទុយគ្នាស្រឡះរវាងភាគីទាំងពីរគឺអ៊ីរ៉ង់និងសហរដ្ឋអាមេរិកហើយលោកដូណាល់ត្រាំក៏ថែមទាំងបានបង្ហើបឲ្យដឹងថាអាចមានកិច្ចព្រមព្រៀងបាទនៅថ្ងៃទី6បាទខែមេសាឆ្នាំ2026ខាងមុខអញ្ចឹងនៅសល់រយៈពេលប្រហែល1សប្តាហ៍ទៀតបាទតាមការគ្រោងទុកគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចនឹងបិទបញ្ចប់បាទនេះបើតាមខាងសហរដ្ឋអាមេរិកហើយការបិទបញ្ចប់នេះទោះក្នុងលក្ខខណ្ឌអ៊ីរ៉ង់មិនបើកច្រកសមុទ្រហូម៉ូសក៏ដោយបាទក៏លោកដូណាល់ត្រាំអាចបិទបញ្ចប់សង្គ្រាមនេះហើយកន្លងទៅបាទលោកដូណាល់ត្រាំធ្លាប់បានបញ្ជាក់ផងដែរថាច្រកសមុទ្រហូម៉ូសនេះបាទទុកឲ្យប្រទេសបាទដែលមានផលប្រយោជន៍មានន័យថាប្រើប្រាស់បាទច្រកសមុទ្រនេះជាអ្នកតតាំងជាមួយនឹងអ៊ីរ៉ង់ខ្លួនឯងចោះបាទចំណែកឯអាមេរិកបាទគឺសុំដកខ្លួនចេញហើយបាទដោយមិនចំណាយលុយកាក់ចំណាយយោធាបាទទៅយាមកាមសន្តិសុខនៅច្រកសមុទ្រហូម៉ូសឲ្យបណ្ដាប្រទេសដែលមានផលប្រយោជន៍ពីតំបន់នោះទេអាមេរិកមិនត្រូវការប្រើប្រាស់បាទច្រកសមុទ្រហូម៉ូសទេបាទដូច្នេះអ្នកដែលត្រូវការប្រើប្រាស់បាទផ្លូវដឹកជញ្ជូននេះក៏គួរតែបញ្ជូននាវាចម្បាំងទៅរក្សាសន្តិសុខបាទនៅច្រកសមុទ្រនោះដោយខ្លួនឯងការនិយាយនេះគឺសំដៅទៅលើប្រទេសចិនប្រទេសជប៉ុនកូរ៉េខាងត្បូងក៏ដូចជាប្រទេសបាទនៅតំបន់អាស៊ីផ្សេងទៀតបាទដែលពឹងផ្អែកខ្លាំងបាទទៅលើច្រកហូម៉ូសក៏ដូចជាប្រទេសបាទនៅតំបន់អឺរ៉ុបមួយចំនួនផងដែរសូមបញ្ជាក់ថាច្រកសមុទ្រហូម៉ូសដែលដឹកប្រេង 20% បាទទៅកាន់ពិភពលោកនេះបាទគឺភាគច្រើនបាននាំចេញទៅប្រទេសនៅតំបន់អាស៊ីបាទក្នុងនោះគឺមានប្រទេសចិនប៉ុន្តែយ៉ាងណាក៏ដោយបាទសម្រាប់ប្រទេសចិនប្រទេសឥណ្ឌាប្រទេសជប៉ុនបាទត្រូវបានអ៊ីរ៉ង់អនុញ្ញាតឲ្យមានការដឹកជញ្ជូនបាទដោយសុវត្ថិភាពបាទមិនមានការរំខានទេបាទដូច្នេះរឿងនេះគឺនៅសល់តែក្រមសម្ព័ន្ធមិត្តបាទរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះបាទដែលនឹងរងការរំខានពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដូច្នេះហើយតើលោកដូណាល់ត្រាំបាទអាចដោះស្រាយបញ្ហាជាមួយក្រុមសម្ព័ន្ធមិត្ត NATO របស់ខ្លួនបានយ៉ាងដូចម្តេចក្រោយពេលដែលលោកបង្កឲ្យមានភាពចរាចរណ៍នៅប្រទេសអ៊ីរ៉ង់ក៏ដូចជានៅច្រកសមុទ្រហូម៉ូសហើយនោះឥឡូវនេះលោកដូណាល់ត្រាំកំពុងតែខឹងសម្បារយ៉ាងខ្លាំងចំពោះប្រទេសសម្ព័ន្ធមិត្ត NATO មួយបាទគឺប្រទេសអេស្ប៉ាញដោយអេស្ប៉ាញពេលនេះបាទគឺសម្ដែងអិរិយាបថរឹងទទឹងបាទជាមួយនឹងសហរដ្ឋអាមេរិកតែម្ដងបាទដោយមិនធ្វើតាមលោកដូណាល់ត្រាំទេហើយអេស្ប៉ាញបិទដែនអាកាសរបស់ខ្លួនមិនឲ្យលោកដូណាល់ត្រាំយកទៅប្រើដើម្បីវាយអ៊ីរ៉ង់នោះទេកន្លងទៅបាទអេស្ប៉ាញក៏បានបដិសេធមិនផ្ដល់មូលដ្ឋានយោធារបស់ខ្លួនឲ្យអាមេរិកប្រើដើម្បីវាយអ៊ីរ៉ង់ដែរដោយអេស្ប៉ាញយល់ឃើញថាទង្វើរបស់លោកត្រាំនេះបាទគឺខុសទៅនឹងច្បាប់អន្តរជាតិអេស្ប៉ាញនៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយអាមេរិកក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាដោយឥឡូវនេះបានប្រកាសក្តីក្តែងថាប្រទេសនេះនឹងមិនអនុញ្ញាតឲ្យលោកដូណាល់ត្រាំប្រើប្រាស់ដែនអាកាសរបស់ខ្លួនក្នុងប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់នោះឡើយនេះគឺជាការបញ្ជាក់ច្បាស់បាទពីសំណាក់រដ្ឋមន្ត្រីការពារជាតិបាទលោកស្រី Margaret Robles បាទកាលពីថ្ងៃច័ន្ទទី30មិនិនា2026នឹងត្រូវផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងម៉ាឌ្រីតលោកស្រី Robles បាននិយាយថារឿងនេះត្រូវបានបញ្ជាក់ច្បាស់ជូនដល់កងកម្លាំងសហរដ្ឋអាមេរិកតាំងពីដំបូងម្លេះហេតុដូច្នេះហើយទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាតហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់អេស្ប៉ាញក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរខ្ញុំគិតថាគ្រប់គ្នាបានដឹងអំពីជំហររបស់អេស្ប៉ាញរួចហើយស្របពេលជាមួយគ្នានេះដែរលោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថាជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរនិងអយុត្តិធម៌ខ្លាំងណាស់បាទដូច្នេះតើនេះវាជាសញ្ញាមួយបង្ហាញអំពីភាពបែកបាក់បាទនៃ NATO ដែរទេដែលកន្លងទៅនេះបាទយើងឃើញថាបារាំងនិងអង់គ្លេសក៏មិនពេញចិត្តនឹងអាមេរិកបាទដែលមានបំណងចង់យកបាទកោះ Greenland ពីដាណឺម៉ាកដែរដូច្នេះយើងឃើញថាលោកដូណាល់ត្រាំតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីលើកទី2នេះមកបាទគឺលោកដូណាល់ត្រាំគឺមានមហិច្ឆតាខ្ពស់ណាស់ប្រិមិត្តបាទគឺចង់បានបាទទឹកដីគេឯងបាទទាំងឈូងសមុទ្រមិចស៊ិចទាំងកាណាដាបាទទាំងកោះ Greenland បាទគឺលោកដូណាល់ត្រាំគឺមានបំណងបាទចង់យកធ្វើជាទឹកដីរបស់ខ្លួនហើយរឿងនេះបាទគឺជាភាពលេចធ្លោបាទរបស់លោកដូណាល់ត្រាំតែម្ដងបាទក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកដែលជាប់បាន2អាណត្តិបាទប៉ុន្តែយ៉ាងណាក៏ដោយបើយើងមើលពីសង្គមអាមេរិកនៅពេលនេះ
ក៏មានប្រជាជនភាគច្រើនមិនពេញចិត្តចេញមកធ្វើបាតកម្មតវ៉ាបាទទ្រង់ទ្រីធំនៅតាមបណ្ដាទីក្រុងធំទូទាំងរដ្ឋនានាក្នុងចំណោមរដ្ឋទាំង50របស់សហរដ្ឋអាមេរិកហ្នឹងបាទគឺមានអ្នកគ្រប់គ្រងលោកដូណាល់ត្រាំបាទកន្លងទៅបានចេញមកធ្វើបាតកម្មតវ៉ាចំពោះទង្វើរបស់លោកដូណាល់ត្រាំនៅពេលនេះបាទធ្វើឲ្យគេនឹងបាត់បង់ជំនឿចិត្តបាទហើយលែងគ្រប់គ្រងលោកដូណាល់ត្រាំតែម្ដងប្រជាប្រិយភាពបាទរបស់លោកដូណាល់ត្រាំបាទគឺមានការធ្លាក់ចុះយ៉ាងខ្លាំងបាទប្រៀបធៀបទៅនឹងប្រធានាធិបតីដទៃទៀតបាទក្នុងពេលបោះឆ្នោតពាក់កណ្ដាលអាណត្តិបាទដែលលោកត្រាំហាក់ធ្វើជ្រុលហួសហេតុបាទប្រាចាកអំពីគោលនយោបាយដើមដែលបានផ្សព្វផ្សាយជាពិសេសនោះគឺគេចង់ឃើញលោកដូណាល់ត្រាំបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាទនិងរុស្ស៊ីដែលពលរដ្ឋអាមេរិកភាគច្រើនយល់ថាបាទគឺខាតបង់លុយកាក់បាទរបស់អាមេរិកច្រើនជាក់ស្ដែងពេលដែលលោកដូណាល់ត្រាំឡើងកាន់អំណាចបាទមិនបានបញ្ចប់សង្គ្រាមបាទនៅអ៊ុយក្រែននិងរុស្ស៊ីនេះទេប៉ុន្តែថែមទាំងដើរបង្កើតសង្គ្រាមបាទនៅតាមតំបន់ប្រទេសនានាផ្សេងទៀតបាទដូចជាសង្គ្រាមនៅអ៊ីរ៉ង់នេះជាដើមដែលវាធ្វើឲ្យសហរដ្ឋអាមេរិកនឹងមានបញ្ហាបាទសេដ្ឋកិច្ចទំនិញឡើងថ្លៃសាំងឡើងថ្លៃបាទដែលនេះធ្វើឲ្យប្រជាជននឹងគឺហួសចិត្តបាទហើយឥឡូវនេះគឺលែងសូវគ្រប់គ្រងលោកដូណាល់ត្រាំហើយបាទដោយចេញមកតវ៉ាទ្រង់ទ្រីធំតែម្ដងនៅខាងប្រទេសអ៊ីស្រាអែលនោះក៏ដូចគ្នាបាទពេលនេះយើងឃើញថាមានប្រជាជនអ៊ីស្រាអែលមួយចំនួនហ្នឹងក៏បានចេញមកតវ៉ាតាមដងផ្លូវដែរតកតងទៅនឹងទង្វើរបស់ Benjamin Netanyahu នេះបាទដែលគេមិនគ្រប់គ្រងឲ្យ Benjamin Netanyahu ធ្វើសង្គ្រាមទេពីព្រោះវាគំរាមកំហែងបាទទៅដល់ប្រជាជនអ៊ីស្រាអែលវិញផ្ទាល់ទេបាទ